បើស្រឡាញ់ខ្លួនត្រូវស្ងួនចំណីអាហារផ្អែមប្រៃត្រូវកាត់បន្ថយតិចខ្លាញ់តិចអំបិលស្ករតិចខ្លាញ់តិចអំបិលស្ករដើម្បីបង្ការជំងឺមិនឆ្លងញ៉ាំបន្លែស្រស់ចម្រុះពណ៌ល្អផងត្រូវផឹកទឹកស្អាតជំនួសឲ្យភេសជ្ជៈផ្អែមហាត់ប្រាណរាល់ថ្ងៃ30នាទីហាត់ប្រាណរាល់ថ្ងៃ30នាទីបង្ការជំងឺមិនឆ្លងយើងអាចធ្វើបានទាំងអស់គ្នាចាប់ពីឥឡូវនេះ